ជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នារឿងដែលខ្ញុំនឹងប្រាប់អ្នកនៅថ្ងៃនេះគឺមានចំណងជើងថាផ្ទះខ្មោចរឿងនេះបានកើតឡើងប្រហែល30ឆ្នាំមុននៅពេលដែលកូនមានអាយុ20ឆ្នាំលោកថាក្នុងមួយជីវិតលោកស្ទើរតែស្លាប់ម្ដងពីការជួលឲ្យទៅរស់នៅផ្ទះដែលមានខ្មោចរស់នៅអ្វីដែលបានកើតឡើងនៅពេលនោះកូនត្រូវទទួលស្គាល់ថាគឺមកពីការលបលន់របស់កូនផ្ទាល់ដែលកូនស្ទើរតែស្លាប់បន្ទាប់ពីត្រូវបានគេរំសាយចេញពីកងទ័ពខ្ញុំបានត្រឡប់មកផ្ទះវិញដោយសារតែផ្ទះខ្ញុំនៅខេត្តពិបាករកការងារធ្វើណាស់ដូច្នេះខ្ញុំព្យាយាមស្វែងរកការងារតូចតាចបើអ្នកណាជួលខ្ញុំនឹងធ្វើបន្ទាប់ពីនៅទីនោះថ្ងៃមួយមានបុរសម្នាក់មករកខ្ញុំកូនជាទាហានពេលទៅដល់កូនបានសួរខ្ញុំថាខ្ញុំកំពុងធ្វើអ្វីហើយចង់ធ្វើការឬថៅកែរបស់ខ្ញុំសូមជួយកូនផងព្រោះឮថាពេលខ្ញុំធ្វើជាទាហានខ្ញុំមិនខ្លាចខ្មោចទេហើយអាចការពារបានគ្រប់កន្លែងដូច្នេះកូនប្រាប់ខ្ញុំថាការងារខ្លះហើយចង់ឲ្យខ្ញុំជួយកូនពេលឮដូច្នេះខ្ញុំពិតជាមិនដឹងថាកូនចង់ធ្វើអ្វីទេប៉ុន្តែដោយសារខ្ញុំចង់បានលុយខ្ញុំបានសួរកូនថាកូនចង់ឲ្យខ្ញុំធ្វើអ្វីប៉ុន្តែកូនថាកូនមិនទាន់ប្រាប់ខ្ញុំទេប៉ុន្តែបើខ្ញុំពិតជាចង់ធ្វើខ្ញុំអាចជិះឡានទៅជាមួយកូននៅថ្ងៃស្អែកកូននឹងប្រាប់ពីរឿងនៅព្រឹកបន្ទាប់ដោយសារតែខ្ញុំចង់បានលុយខ្ញុំក្រោកពីព្រលឹមហើយជិះឡានទៅរកកូនខ្ញុំត្រូវប្រាប់កូនទី1ផ្ទះថៅកែខ្ញុំនៅខេត្តផ្សេងដែលឆ្ងាយណាស់ពេលខ្ញុំទៅដល់ទីនោះតាមឡានខ្ញុំឃើញថាផ្ទះថៅកែខ្ញុំជាផ្ទះធំមន្ត្រីក្រមអូវ៉ាត់បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅពេលខ្ញុំបានជួបកូនបានបញ្យល់យ៉ាងខ្លីថាការងារដែលកូនចង់ឲ្យខ្ញុំធ្វើគឺងាយស្រួលព្រោះកូនឃើញថាខ្ញុំមិនខ្លាចខ្មោចបន្ទាប់មកកូនប្រាប់ខ្ញុំថាការងារដែលកូនចង់ឲ្យខ្ញុំធ្វើគឺខែមុនកូនទិញផ្ទះក្នុងតម្លៃថោកប៉ុន្តែពេលកូនទិញនោះម្ចាស់មុនបានប្រមានកូននិងសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថាមូលហេតុដែលកូនលក់ផ្ទះនេះក្នុងតម្លៃថោកគឺដោយសារតែវាត្រូវខ្មោចលងនៅក្នុងផ្ទះនោះពេលនោះខ្ញុំស្រឡាំងកាំងបន្ទាប់មកកូននិយាយថាតើអ្នកអាចជួយខ្ញុំបានទេខ្ញុំចង់ឲ្យអ្នកជួយខ្ញុំចង់ឲ្យអ្នកសាកល្បងរស់នៅក្នុងផ្ទះកូននឹងឲ្យតម្លៃ70,000រៀលក្នុងមួយយប់ហើយចង់ឲ្យខ្ញុំព្យាយាមរស់នៅក្នុងនោះ3យប់តាមអ្វីដែលអាចធ្វើបាននិយាយឲ្យខ្លីថៅកែរបស់ខ្ញុំបានទិញផ្ទះខ្មោចហើយចង់ឲ្យខ្ញុំព្យាយាមរស់នៅទីនោះ3យប់កូនក៏បាននិយាយថាកូនមានលក្ខខណ្ឌមួយគឺក្រោយចូលផ្ទះខ្ញុំត្រូវរស់នៅក្នុងមិនចេញក្រៅផ្ទះទាល់តែសោះរហូតដល់3យប់ពេញពេលឮដូច្នេះទោះបីចង់បានលុយខ្ញុំនឹងធ្វើការក៏ពិតមែនពេលខ្ញុំនិយាយថាខ្ញុំមិនខ្លាចខ្មោចតាមពិតអារម្មណ៍របស់ខ្ញុំពិតជាខ្លាចមែនខ្ញុំមិនខ្លាចភាពងងឹតទេខ្ញុំមិនដែលឃើញខ្មោចពិតទេដូច្នេះខ្ញុំព្យាយាមធ្វើធម្មតាហើយជឿលើខ្លួនឯងនិយាយឲ្យត្រង់ទៅបើខ្ញុំឃើញខ្មោចឬអ្វីអាចកំបាំងខ្ញុំប្រហែលរត់ចេញហើយនិយាយឲ្យត្រង់ទៅពេលនោះខ្ញុំបានសារភាពខ្លួនឯងថាខ្ញុំមិនចង់ធ្វើវាទេប៉ុន្តែថៅកែខ្ញុំឲ្យខ្ញុំ70,000រៀលក្នុងមួយយប់បើខ្ញុំស្នាក់នៅទីនោះ3យប់ពេលខ្ញុំគណនារួចគឺប្រហែល2លានរៀលព្រោះខ្ញុំអត់មានលុយហើយមានជីវភាពក្រីក្រជិត1ឆ្នាំហើយតាំងពីចេញពីកងទ័ព2លានរៀលនៅពេលនោះគឺច្រើនណាស់ដូច្នេះហើយខ្ញុំសម្រេចចិត្តហើយប្រាប់ថៅកែខ្ញុំថាមិនអីទេខ្ញុំនឹងធ្វើការនេះឲ្យឯង ថ
ថ្ងៃនោះបន្ទាប់ពីនិយាយជាមួយមេកូដថា2ថ្ងៃទៀតខ្ញុំអាចចាប់ផ្ដើមការងារបានក្នុង2ថ្ងៃនោះខ្ញុំត្រូវទៅផ្ទះរៀបចំខ្លួនខ្ញុំត្រូវរៀបចំព្យួរគ្រឿងលម្អនិងរៀបចំគ្រឿងលម្អផ្សេងបន្ទាប់ពីនោះ2ថ្ងៃបានកន្លងផុតទៅខ្ញុំជិះឡានក្រុងទៅជួបថៅកែខ្ញុំដូចធម្មតាពេលមកដល់ផ្ទះថៅកែខ្ញុំមិនបានឃើញកូដនៅថ្ងៃនោះទេអ្នកក្រោយបង្គាប់កូដបានយកខ្ញុំទៅកាន់ឡានដឹកខ្ញុំទៅផ្ទះនោះពេលខ្ញុំនៅក្នុងឡានខ្ញុំមានអារម្មណ៍ថាបរិយាកាសចម្លែកខ្ញុំបានអង្គុយនៅទីនោះមួយរយៈគិតមកសរុបជិត2ម៉ោងខ្ញុំគួរតែនៅក្នុងរថយន្ត Pace Up ជិត2ម៉ោងហើយតាមរយៈចម្ងាយដែលប៉ាន់ស្មានគឺប្រហែល50គីឡូម៉ែត្រពីផ្ទះថៅកែរបស់ខ្ញុំពិតជាមិនដឹងថាហេតុអ្វីបានជាថៅកែរបស់ខ្ញុំទិញផ្ទះនេះទេឆ្ងាយណាស់ពេលដែលខ្ញុំទៅដល់នោះខ្ញុំឃើញថាផ្ទះដែលថៅកែឲ្យខ្ញុំគឺឆ្ងាយពីទីក្រុងមិនមែនផ្ទះនៅតំបន់នោះទេតំបន់ជុំវិញគឺពោរពេញទៅដោយស្មៅនៅសងខាងមានដីទំនេរចំណែកឯខាងក្រោយវិញមើលទៅហើយខ្ញុំគិតថាប្រហែលជាឃ្លាងចាស់ឬរោងចក្រមួយចំនួនប៉ុន្តែក៏គ្មានអ្នករស់នៅទីនោះដែរដូច្នេះតាមអ្វីដែលខ្ញុំបានឃើញនោះនៅពេលបរិយាកាសទាំងមូលគឺទទេនិងគួរឲ្យភ័យខ្លាចមិនថាខ្ញុំមើលទៅណាទេវាពិតជាគួរឲ្យខ្លាចបើអ្នកនិយាយថាផ្ទះនេះមានខ្មោចខ្ញុំមិនភ្ញាក់ផ្អើលទេប៉ុន្តែជាមួយនឹងលុយបែបនេះខ្ញុំត្រូវតែទទួលស្គាល់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រថុយហើយពិតជាចង់ធ្វើការនេះខ្លាំងណាស់ព្រឹកនោះខ្ញុំចូលទៅផ្ទះពេលខ្ញុំទៅដល់នោះអ្វីនៅក្នុងផ្ទះហាក់ដូចជាធម្មតាមិនមែនអ្វីគួរឲ្យខ្លាចនោះទេទឹកនិងភ្លើងបានដំណើរការធម្មតាអ្វីគ្រប់យ៉ាងគឺល្អប្រសើរមិនមានបញ្ហាអ្វីទេរឿងតែមួយគត់គឺថាវាចាស់ហើយគួរឲ្យខ្ញុំគ្រវីក្បាលព្រោះផ្ទះនេះត្រូវតែសាងសង់ជាច្រើនឆ្នាំមកហើយប៉ុន្តែតាមពិតទៅវាមិនមែនជារឿងគួរឲ្យខ្លាចឬគួរឲ្យខ្លាចនោះទេបន្ទាប់មកខ្ញុំនៅទីនោះព្រោះខ្ញុំគ្មានអ្វីត្រូវធ្វើខ្ញុំដើរជុំវិញផ្ទះហើយឃើញធ្នើរសៀវភៅនៅលើធ្នើរមានសៀវភៅទូទៅទស្សនាវដ្តីសៀវភៅសាសនានិងសៀវភៅធ្វើម្ហូបជាច្រើនទៀតដោយសារខ្ញុំគ្មានអ្វីធ្វើខ្ញុំក៏យកសៀវភៅមកអង្គុយអានរហូតដល់ល្ងាចមេឃកាន់តែងងឹតហើយដូច្នេះហើយខ្ញុំក៏ទៅងូតទឹកហើយរៀបចំខ្លួនចូលគេងក្នុងបន្ទប់គេងយប់នោះខ្ញុំចូលគេងបន្ទាប់ពីខ្ញុំចូលគេងខ្ញុំបានឃើញអ្វីគ្រប់យ៉ាងគឺធម្មតាដូចជាមិនមានអ្វីកើតឡើងទេប៉ុន្តែក្រោយមកខ្ញុំក៏ងងុយគេងពេលវេលារហូតដល់ពាក់កណ្ដាលរាត្រីខ្ញុំមិនដឹងថាវាដោយសារតែខ្លាចហើយភ័យខ្លាចឬក៏អត់ខ្ញុំបានដឹងថានៅពាក់កណ្ដាលយប់ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់កំពុងឈរនៅចុងគ្រែរបស់ខ្ញុំហើយខ្ញុំមិនអាចធ្វើចលនាបានទេខ្ញុំមិនអាចសូត្រឬសូត្រធម៌ណាមួយឡើយពេលនោះខ្ញុំបើកភ្នែកមើលមិនច្បាស់ថាមានស្រមោលមនុស្សឈរនៅចុងគ្រែមានស្ត្រីម្នាក់បុរសចំណាស់ម្នាក់និងក្មេងម្នាក់ដែលមានអាយុប្រហែល4ឬ5ឆ្នាំពេលឃើញដូច្នេះខ្ញុំក៏ភ័យក្នុងចិត្តថាខ្ញុំមិនដឹងថាខ្ញុំពិតជាបានឃើញរឿងទាំងនោះឬក៏ខ្ញុំគ្រាន់តែយល់សុបិនដូច្នេះខ្ញុំព្យាយាមបិទភ្នែកហើយប្រាប់ខ្លួនឯងថាកូដនឹងមិនធ្វើអ្វីមួយលើខ្ញុំទេខ្ញុំត្រូវរស់ដើម្បីយកលុយនោះទៅផ្ទះប៉ុន្តែបន្ទាប់ពីខ្ញុំបិទភ្នែកខ្ញុំមានអារម្មណ៍ថាស្ត្រីនៅចុងគ្រែនឹងដើរយឺតមករកខ្ញុំហើយខ្សឹបដាក់ត្រចៀកខ្ញុំហើយខ្សឹបដាក់ត្រចៀកខ្ញុំនាងខ្សឹបដោយសំឡេងគួរឲ្យខ្លាចខ្លាំងណាស់
វាដូចជានាងកំពុងប្រាប់ខ្ញុំឲ្យចេញពីផ្ទះនេះពេលខ្ញុំឮដូច្នេះនាងក៏បាត់ខ្លួនភ្លាមខ្ញុំមិនអាចធ្វើអ្វីបានទេខ្ញុំគ្រាន់តែបិទភ្នែកហើយស្នាក់នៅទីនោះខ្ញុំខ្លាចខ្ញុំមិនហ៊ានក្រោកដើរចេញទេដូច្នេះខ្ញុំព្យាយាមខ្ញុំដេករហូតដល់ព្រឹកលុះព្រឹកឡើងខ្ញុំបានឮសំឡេងគោះទ្វារហើយពេលខ្ញុំក្រោកទៅមើលខ្ញុំឃើញថាថៅកែរបស់ខ្ញុំមានកូនចៅបើកឡានទៅចែកប្រអប់អាហារថ្ងៃត្រង់ដូច្នេះខ្ញុំក៏ប្រញាប់ចុះមកយកប្រអប់អាហារថ្ងៃត្រង់មកពេលទទួលបានហើយកូនចៅរបស់ថៅកែរបស់ខ្ញុំដែលយកអាហារថ្ងៃត្រង់មកសួរខ្ញុំថាយ៉ាងម៉េចហើយតើអ្នកបានឃើញខ្មោចទេឬអ្វីដែលគួរឲ្យខ្លាចទេពេលខ្ញុំឮដូច្នេះខ្ញុំក៏ប្រាប់គាត់ថាអូអត់មានអ្វីគួរឲ្យខ្លាចទោះតែសោះអ្វីគឺធម្មតាពេលនោះខ្ញុំពិតជាចង់បានលុយដូច្នេះខ្ញុំបានថាអត់មានអ្វីទេបើខ្ញុំប្រាប់គាត់ថាខ្ញុំឃើញខ្មោចខ្ញុំប្រហែលតែមួយយប់បាន70,000រៀលដូច្នេះខ្ញុំប្រាប់គាត់ថាមិនមានអ្វីទេពេលខ្ញុំប្រាប់គាត់ថាមិនអីទេបើថៅកែអនុញ្ញាតឲ្យខ្ញុំស្នាក់នៅពីយប់ទៀតខ្ញុំគួរនៅរហូតដល់3យប់ខ្ញុំមិនអីទេជាមួយរឿងនេះថ្ងៃនោះខ្ញុំខំរស់នៅក្នុងផ្ទះអានសៀវភៅជក់បារីដើរលេងក្នុងផ្ទះនោះរហូតដល់ពេលល្ងាចទៀតថ្ងៃបន្ទាប់នោះខ្ញុំបានចូលងូតទឹកយ៉ាងលឿនហើយរៀបចំខ្លួនចូលគេងក្នុងចិត្តខ្ញុំទទួលស្គាល់ថាការរំភើបចិត្តខ្លាំងណាស់មិនដឹងថាយប់នេះជួបរឿងអ្វីទៀតប៉ុន្តែខ្ញុំគិតថាភាគច្រើនគាត់នឹងមកដូចយប់មិញភាគច្រើនវាគ្រាន់តែជាខ្មោចឬគាត់អាចឈរក្បែរខ្ញុំបើខ្ញុំបិទភ្នែកដូចយប់មិញអ្វីក៏គ្មានដែរប៉ុន្តែនៅយប់នោះមានរឿងមួយដែលខ្ញុំបានសម្រេចចិត្តគឺផ្លាស់ប្ដូរបន្ទប់របស់ខ្ញុំមិនបានដេកក្នុងបន្ទប់ដើមទេប៉ុន្តែបានមកដេកក្នុងបន្ទប់តូចមួយទៀតព្រោះក្នុងករណីនេះគឺជាការសន្មត់របស់ខ្ញុំផ្ទាល់ខ្ញុំគិតថាបើខ្មោចនៅក្នុងបន្ទប់ធំគាត់ប្រហែលមិនតាមខ្ញុំទេប៉ុន្តែស្រាប់តែនៅយប់នោះដែលជាយប់ទី2បន្ទាប់ពីខ្ញុំគេងបានមួយសន្ទុះដោយសារតែខ្ញុំមិនបានគេងពេញមួយថ្ងៃម្សិលមិញខ្ញុំបានចូលគេងពីព្រលឹមថ្ងៃនេះប្រហែលជាងងុយគេងប្រហែលម៉ោង7យប់រហូតដល់ពេលខ្ញុំងងុយដេកខ្ញុំក៏ភ្ញាក់ពីដំណេកពាក់កណ្ដាលយប់ដោយអារម្មណ៍ថាខ្ញុំឮគេនិយាយហើយពេលខ្ញុំបើកភ្នែកខ្ញុំក៏ឃើញថាវាដូចមុនខ្ញុំបានឃើញស្រមោលមនុស្សឈរ3នាក់នៅទីនោះមានស្ត្រីម្នាក់បុរសចំណាស់ម្នាក់និងក្មេងអាយុ4ឬ5ឆ្នាំម្នាក់គេឈរនៅចុងគ្រែដូចធម្មតាហើយនិយាយដូចធម្មតាប៉ុន្តែអ្វីដែលពួកគេកំពុងនិយាយអំពីខ្ញុំបានព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់ហើយខ្ញុំបានឮអ្វីមួយដូចជាតើវាជានរណាហេតុអ្វីបានជាមិនទាន់ចាក់ចេញបើមិនទៅទេខ្ញុំនឹងបោះអ្នកចេញក្រៅហើយបន្ទាប់ពីខ្ញុំបានឮគាត់និយាយបែបនេះអ្វីដែលកើតឡើងគឺខ្ញុំបានឮភ្លេងបុរាណខ្មែរខ្ញុំមិនដឹងថាភ្លេងមកពីណាទេហើយខ្ញុំបានឃើញខ្មោចស្ត្រីម្នាក់លើកដៃឡើងលើរោមយឺតនាងបានរោមយ៉ាងគួរឲ្យគយគន់និងយកខ្លួនទៅមុខវាគួរឲ្យខ្លាចណាស់ក្មេងប្រុសដែលឈរក្បែរនាងឡើងយឺតលើទូមានទូមួយនៅខាងឆ្វេងនៅក្នុងបន្ទប់ហើយនៅពេលដែលគាត់បានឡើងលើគាត់បាននិយាយបន្ទាប់មកនៅពេលដែលគាត់មើលមកខ្ញុំពិតជាភ័យខ្លាំងណាស់ប៉ុន្តែវាមិនបានបញ្ចប់នៅទីនោះទេមានបុរសចំណាស់ម្នាក់ទៀតឈរនៅចុងគ្រែខ្ញុំមិនជឿថាគាត់នឹងបើកមាត់យឺតពីមាត់ធម្មតារបស់គាត់បើកវាយឺតចុះដល់ករបស់គាត់ហើយដាក់ដៃចូលក្នុងមាត់របស់គាត់យឺត
តើអ្នកដឹងទេថាខ្ញុំបានឃើញអ្វីបន្ទាប់ពីនោះគាត់ដាក់ដៃចូលយឺតរហូតដៃទាំងមូលបានចូលមាត់ដៃរបស់គាត់បានលូកចូលមាត់ដល់កែងរបស់គាត់ពេលនោះពេលឃើញហើយស្ទើរតែឆ្កួតទៅខ្ញុំវង្វេងស្មារតីដូច្នេះហើយខ្ញុំក៏សម្រេចចិត្តក្រោកពីគ្រែហើយរត់ចុះមកក្រោមទៅអង្គុយបិទភ្នែកនៅមុខទ្វារប៉ុន្តែខ្ញុំនៅតែមានឆន្ទៈរឹងមាំខ្ញុំនៅតែចង់បានលុយដូច្នេះខ្ញុំមិនបានចាកចេញពីផ្ទះទេខ្ញុំបានអង្គុយនៅទីនោះរហូតដល់ព្រឹកមកដល់ព្រឹកនេះក៏ដូចគ្នាដូចព្រឹកធម្មតាកូនចៅរបស់ថៅកែរបស់ខ្ញុំបើកឡានដឹកម្ហូបបន្ទាប់ពីទទួលបានប្រអប់អាហារថ្ងៃត្រង់រួចគាត់ក៏សួរដូចមុនថាហេតើឯងមានឃើញខ្មោចទេនៅយប់នេះប៉ុន្តែដោយសារខ្ញុំពិតជាចង់បានលុយខ្ញុំបាននិយាយថាខ្ញុំមិនបានឃើញទេខ្ញុំចង់ស្នាក់នៅមួយយប់ទៀតដើម្បីធ្វើវាបាន3យប់តាមការព្រមព្រៀងពេលនោះពេលគាត់រៀបនឹងចេញទៅគាត់និយាយថាមែនហើយអស្ចារ្យណាស់អ្នកនៅមានផ្ទះច្រើនបើខ្ញុំអាចធ្វើបានល្អអ្នកគួរតែមានការងារបន្ថែមទៀតឲ្យខ្ញុំធ្វើប៉ុន្តែពេលនោះខ្ញុំសារភាពថាខ្ញុំជិតឆ្កួតហើយខ្ញុំភ័យខ្លាំងណាស់ហើយខ្ញុំស្ទើរតែមិនបានដេកអស់រយៈពេល2យប់មកហើយយប់មិញខ្ញុំគេងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងចំពោះខ្ញុំទេប្រសិនបើខ្ញុំស្នាក់នៅរយៈពេល3យប់ហើយអ្នកបានដឹងនៅពេលក្រោយថាផ្ទះនេះពិតជាមានខ្មោចលងមែនប៉ុន្តែខ្ញុំស៊ូទ្រាំនឹងវាមិនប្រាប់អ្នកទេថ្ងៃនោះពេលថ្ងៃខ្ញុំព្យាយាមដេកតែមិនបាននៅពេលល្ងាចខ្ញុំបានគិតថាមែនហើយយប់នេះខ្ញុំនឹងមិនឡើងមកដេកក្នុងបន្ទប់របស់ខ្ញុំទេឬខ្ញុំនឹងអង្គុយលើសាឡុងខ្ញុំប្រហែលជាផឹកកាហ្វេមួយពែងដើម្បីកុំឲ្យខ្ញុំងងុយគេងប្រសិនបើខ្ញុំមិនដេកទេខ្ញុំប្រហែលជាមិនជួបរឿងទាំងនោះទេបន្ទាប់មកខ្ញុំបានធ្វើតាមការដែលអាចគិតរបស់ខ្ញុំហើយខ្ញុំក៏បានផឹកកាហ្វេមួយកែវហើយអង្គុយលើសាឡុងវិញប៉ុន្តែក្រោយមកវាបានប្រែក្លាយថាខណៈដែលខ្ញុំកំពុងផ្អែកទៅក្រោយដោយខ្ញុំមានការងុយដេកជាខ្លាំងខ្ញុំបានដេកដោយចៃដន្យហើយដោយសារតែខ្ញុំមិនបានគេងគ្រប់គ្រាន់ខ្ញុំក៏ងុយដេកដោយចៃដន្យទៅពេលនោះពេលខ្ញុំងុយដេកដោយចៃដន្យស្រាប់តែមានសំឡេងខ្សឹបចូលត្រចៀកខ្ញុំថាចេញទៅមិនទៅខ្ញុំប្រាប់ឲ្យចេញទៅអត់ដឹងថាគាត់នឹងបោះខ្ញុំទេខ្ញុំភ្ញាក់ឡើងសំឡេងដែលខ្ញុំបានឮគឺស្ត្រីម្នាក់ខ្សឹបដាក់ត្រចៀករបស់ខ្ញុំហើយព្យាយាមប្រាប់ខ្ញុំឲ្យចេញនោះហើយជាអ្វីដែលខ្ញុំបានឮខ្ញុំចាំគ្រប់យ៉ាងដែលនាងបាននិយាយប៉ុន្តែខ្ញុំពិតជាមិនដឹងថានាងចង់មានន័យអ្វីនោះទេតើនាងនឹងបោះអ្វីមកលើខ្ញុំក្រោយមកខ្ញុំបានឃើញខ្មោចកំពុងកាន់ជើងខ្ញុំទាំងពីរដៃរបស់គាត់ដែលកំពុងប៉ះជើងរបស់ខ្ញុំគឺត្រជាក់ទាំងស្រុងហើយវិនាទីដែលខ្ញុំក្រឡេកមើលទៅនោះហើយជាខ្មោចចំណាស់ទាញជើងខ្ញុំយ៉ាងខ្លាំងធ្លាក់ពីលើសាឡុងហើយក្បាលខ្ញុំបោកនៅលើឥដ្ឋពេលនោះក្មេងប្រុសដែលឈរនៅក្បែរនារីនោះបានលោតមកលើខ្ញុំហើយអង្គុយលើទ្រូងរបស់ខ្ញុំហើយសើយ៉ាងដូចនេះវាទាំងស្រាលស្រើបរន្ធត់និងគួរឲ្យព្រឺព្រួចពេលខ្ញុំទៅដល់ចំណុចនោះខ្ញុំត្រូវនិយាយថាខ្ញុំស្ទើរឆ្កួតហើយពេលនោះខ្មោចចាស់ដែលនៅតែកាន់ជើងខ្ញុំមិនលែងហើយហាក់ដូចជាគាត់កំពុងព្យាយាមទាញខ្ញុំទៅមុខដោយអូសខ្ញុំចេញទៅមុខទ្វារចំណែកខ្មោចស្ត្រីវិញខ្ញុំមានការងើយខ្ងល់ជាខ្លាំងពីរឿងដែលគាត់ធ្វើ
មុនពេលឃើញគាត់ដើរទៅយកខ្សែពួរហើយដើរទៅមាត់បង្អួចមុននឹងយកខ្សែចងករបស់ខ្ញុំចងកនឹងបង្អួចរហូតដងខ្លួននឹងយល់ពេលខ្ញុំទៅដល់ចំណុចនោះពីអ្វីដែលខ្ញុំបានឃើញខ្ញុំយំយ៉ាងខ្លាំងដែលខ្ញុំត្រូវយកដៃសំពះហើយប្រាប់គាត់ថាខ្ញុំសុំទោសខ្ញុំនឹងចុះចេញខ្ញុំពិតជាភ័យខ្លាចយ៉ាងខ្លាំងសូមអនុញ្ញាតឲ្យខ្ញុំទៅបើឯងឲ្យខ្ញុំទៅខ្ញុំនឹងចេញពីផ្ទះនេះភ្លាមហើយភ្លាមពេលដែលខ្ញុំនិយាយនោះក្នុងរយៈពេលតិចជាង1វិនាទីអ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងធ្វើបានបាត់ទៅវិញភ្លាមវាបាត់ភ្លាមនៅចំពោះមុខខ្ញុំដូច្នេះខ្ញុំបើកទ្វារចេញពីផ្ទះបន្ទាប់មកខ្ញុំក៏ចេញពីរបងមកឈរនៅមុខផ្ទះពេលនោះខ្ញុំត្រូវនិយាយថាខ្ញុំមិនដឹងទៅណាឬចេញដោយរបៀបណាហើយនៅពេលនោះម៉ោងប្រហែល1ទៀតភ្លឺហើយខណៈដែលខ្ញុំកំពុងឈរនៅទីនោះខ្ញុំបានឃើញរថយន្ត Pick-up របស់ថៅកែខ្ញុំដែលជារថយន្តពណ៌សដែលតែងតែដឹកម្ហូបនៅពេលព្រឹកគាត់បានបើកឡាននៅពេលនោះម៉ោងប្រហែល1ទៀតភ្លឺហើយពេលខ្ញុំឃើញដូច្នេះខ្ញុំក៏ចេញទៅមើលឃើញថាមានបរិសុទ្ធខ្លាំងម្នាក់នៅក្នុងរថយន្ត Pick-up នោះមានមនុស្សប្រហែល4ទៅ5នាក់អង្គុយនៅខាងក្រោយរថយន្ត Pick-up ពេលឃើញដូច្នេះខ្ញុំក៏រន្ធត់ចិត្តពេលមកដល់ខ្ញុំមិនដឹងថាគេទៅធ្វើអ្វីទេដូច្នេះខ្ញុំបានលាក់ខ្លួននៅលើដីទល់មុខផ្ទះហើយអង្គុយមើលពួកគេបន្ទាប់មកអ្វីដែលខ្ញុំឃើញគឺខ្ញុំឃើញមនុស្ស4ទៅ5នាក់អង្គុយខាងក្រោយរថយន្ត Pick-up លោតចេញពីរថយន្ត Pick-up ហើយជួយគ្នាលើកបាវចេញពីខាងក្រោយរថយន្ត Pick-up ហើយជួយសែងគ្នាចូលទៅក្នុងផ្ទះអ្វីដែលបានកើតឡើងនៅពេលនោះខ្ញុំមិនជឿថាខ្ញុំបានឮសំឡេងកាំភ្លើង4គ្រាប់បន្ទាប់មកប៉ុន្មាននាទីក្រោយមកពេលឮស្នូរកាំភ្លើងខ្ញុំឃើញបរិសុទ្ធ4ទៅ5នាក់រត់ចេញពីផ្ទះទាំងនោះកាន់បាវទទេមុននឹងលោតចេញពីក្រោយរថយន្ត Pick-up បន្ទាប់មករថយន្ត Pick-up ខ្ញុំពិតជាមិនដឹងថាគេកំពុងធ្វើអ្វីមួយសន្ទុះមុននេះឬមានអ្វីកើតឡើងនៅក្នុងផ្ទះហេតុអ្វីបានជាមានការបាញ់កាំភ្លើងប៉ុន្តែខ្ញុំគិតថាវាមិនមែនជារឿងល្អទេពេលរថយន្តដឹកអង្គរបើករថគេចបាត់ខ្ញុំមិនបាននៅទីនោះទេខ្ញុំមិនចង់បានលុយទេរហូតដល់ពេលនោះអ្វីដែលបានកើតឡើងគឺក្រោយមកខ្ញុំបានដឹងថាប៉ូលីសបានរកឃើញសាកសពនៅក្នុងផ្ទះនោះវាជាសាកសពបរិសុទ្ធម្នាក់ដែលត្រូវបានគេបាញ់4គ្រាប់ហើយទុកកាំភ្លើងចោលក្នុងផ្ទះពេលដឹងភ្លាមខ្ញុំក៏យល់ដែរព្រោះការពិតបរិសុទ្ធម្នាក់នោះប្រហែលមានការចេតនារៀបចំថាខ្ញុំជាឃាតករនៅទីបំផុតគាត់ប្រហែលជាបាញ់ខ្ញុំដែរគាត់ធ្វើដូចខ្ញុំបាញ់មនុស្សម្នាក់នោះហើយបាញ់សម្លាប់ខ្លួនឯងព្រោះគាត់ចង់សម្លាប់អ្នកណាម្នាក់ហើយដាក់បន្ទុកលើខ្ញុំដូច្នេះគាត់បានឲ្យខ្ញុំស្នាក់នៅក្នុងផ្ទះនេះដើម្បីឲ្យខ្ញុំមានភស្តុតាងដែលថាខ្ញុំពិតជារស់នៅក្នុងផ្ទះនេះហើយនៅពេលដែលគាត់បញ្ឆោតខ្ញុំឲ្យស្នាក់នៅក្នុងផ្ទះដែលខ្ញុំគិតថាជាភស្តុតាងគ្រប់គ្រាន់ហើយនៅពេលយប់ទី3គាត់បាននាំនរណាម្នាក់មកបាញ់ដើម្បីបន្ទោសលើខ្ញុំប៉ុន្តែចុងក្រោយខ្ញុំគិតថាផែនការរបស់គាត់មិនបានសម្រេចទេព្រោះពេលដែលខ្ញុំចូលទៅក្នុងផ្ទះហើយគាត់បាញ់សម្លាប់បរិសុទ្ធនោះខ្ញុំដឹងថាខ្ញុំបានរត់គេចខ្លួនហើយមិននៅក្នុងផ្ទះនោះទេនៅទីបំផុតវាបានប្រែក្លាយថាខ្ញុំរួចជីវិតដោយសារតែខ្មោច3គឺស្ត្រីម្នាក់បរិសុទ្ធចំណាស់ម្នាក់និងខ្មោចក្មេងម្នាក់ដែលមានអាយុប្រហែល4ឬ5ឆ្នាំគេបានលងបន្លាចខ្ញុំឲ្យខ្លាចរហូតខ្ញុំត្រូវរត់គេចចេញពីផ្ទះ
ព្រោះពាក្យថាបើមិនចេញទេខ្ញុំនឹងបោះអ្នកចេញហើយពាក្យដែលអ្នកមិនដឹងមែនទេគាត់នឹងបោះខ្ញុំចេញហើយគាត់ព្យាយាមទាញខ្ញុំចេញពីសាឡង់គាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីខ្ញុំហើយធ្វើឲ្យខ្ញុំចេញពីផ្ទះរហូតដល់ចុងក្រោយព្រោះខ្ញុំពិតជាភ័យខ្លាចហើយរត់ចេញពីផ្ទះមួយរំពេចខ្ញុំបានរួចផុតពីភាពក្រៀមក្រំដូចអ្វីដែលថៅកែបានរហូតដល់ក្រោយហេតុការណ៍នោះខ្ញុំក៏លួចលាក់ដឹងនៅពេលក្រោយថាកូនចៅរបស់ថៅកែម្នាក់ជាបុរសដែលយកបាយមកឲ្យខ្ញុំរាល់ព្រឹកគាត់ត្រូវទទួលខុសត្រូវលើគ្រប់យ៉ាងហើយទទួលយកតែប៉ុណ្ណោះដើម្បីកុំឲ្យថៅកែចាប់ខ្លួនហើយខ្ញុំគិតថាផ្ទះគាត់មិនមែនទើបតែទិញទេតែជាផ្ទះដែលថៅកែធ្លាប់ធ្វើខុសហើយថៅកែបានបាញ់មនុស្សជាច្រើនអ្នករួមទាំងខ្មោច3នាក់ដែលខ្ញុំបានឃើញផងពួកគេគួរតែជាអ្នកដែលថៅកែសម្លាប់ដែរហើយនោះហើយវាជាសាច់រឿងទាំងមូលក្នុងយប់នេះដែលខ្ញុំលើកមកប្រាប់អ្នករាល់គ្នាបើមានកំហុសខុសឆ្គងត្រង់ណាខ្ញុំសូមអភ័យទោសនិងអរគុណសម្រាប់ការស្ដាប់រឿងនេះរហូតដល់ចប់សូមជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ